ព្រះគម្ពីរអេម៉ូសហោរាអេម៉ូសគឺជាអ្នកគង្វាលម្នាក់នៅថ្គរអាហើយបានធ្វើជាហោរាទៅកាន់ពួកអ៊ីស្រាអែលនៅក្នុងរជ្ជកាលរបស់ស្ដេចយេរ៉ូបោមទី2គាត់ត្រូវបានចាត់ឲ្យទៅប្រកាសព្រះបន្ទូលនៅបេតអែលជាកន្លែងដែលស្ដេចយេរ៉ូបោមទី1បានធ្វើរូបកូនគោមាសសម្រាប់ថ្វាយបង្គំកាលណាហោរាអេម៉ូសប្រកាសប្រាប់តែអំពីសេចក្តីជំនុំជម្រះរបស់ព្រះជាម្ចាស់មកលើក្រុងដាម៉ាស់កាសាទេរូសាសអេដុំអាម៉ូននិងសាសម៉ូអាប់នោះគាត់បានទទួលការស្វាគមន៍ប៉ុន្តែនៅពេលដែលហោរាអេម៉ូសបានប្រកាសប្រាប់ពួកយូដានិងពួកអ៊ីស្រាអែលអំពីការដាក់ទោសដ៏ធ្ងន់ធ្ងរជាងមកលើនគរទាំងពីរដោយសារពួកគេបានទទួលឯកសិទ្ធិដ៏វិសេសជាងនោះហោរាអេម៉ូសបានទទួលការប្រឆាំងវិញតាមរយៈការជាក់ស្ដែងផ្សេងដែលព្រះជាម្ចាស់បានបង្ហាញហោរាអេម៉ូសបានប្រាប់អំពីសេចក្តីក្រោធរបស់ព្រះជាម្ចាស់ចំពោះពួកអ៊ីស្រាអែលដែលជិតនឹងមកដល់យ៉ាងពិតប្រាកដប៉ុន្តែគាត់ក៏បានទាយដែរថាព្រះជាម្ចាស់នឹងទុកឲ្យមានមនុស្សសេសសល់ហើយទីបំផុតអ៊ីស្រាអែលនឹងត្រូវបានស្ដារឡើងវិញហើយត្រឡប់មកឯព្រះជាម្ចាស់វិញ